តគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនាំទាំងអស់គ្នាទៅធ្វើការតាក់ទងទៅនឹង Xgraph មួយដែលនៅក្នុងប្លង់របស់យើងអញ្ចឹងមែនតើទៅ Xgraph ហើយនឹង block ហ្នឹងវាស្រដៀងគ្នាទេណាហើយអញ្ចឹងជាដំបូងឡើយយើងត្រូវតែមានប្លង់ architect សិនណា architect ដើម្បីយកមកធ្វើ blur អញ្ចេះណាអញ្ចឹងអា color យើងត្រូវបដូរហ្នឹងទៅជាពណ៌លេខ8សិនបើសិនជាយើងអត់បដូរក៏វាអត់អីដែរប៉ុន្តែគ្រាន់តែវាញ៉ៃញ៉ៃអញ្ចឹងណានៅពេលយើង design MVP មែនទេអញ្ចឹងយើងធ្វើការធ្វើ blur អញ្ចឹងសិនមកយើងធ្វើការ Xgraph វាមែនទេតាក់ទងទៅនឹង Xgraph ហ្នឹងវាត្រូវមាន file ពីរណា file ទី1 file original របស់វាតាក់ទងទៅនឹងអា file blur ហ្នឹងហើយ file ទី2គឺជា file Xgraph របស់វាតែម្ដងមែនទេចំណែកឯ block block និយាយមែនតើទៅវាអាចនិយាយថាវាអត់ត្រូវការមាន file 2 file 3ទេយើងវាត្រូវការមាន file តែមួយទៀតទីហោះថាឥឡូវបើសិនតែ file នេះយើងចង់ block នៅនឹងហ្មងបាទយើងអត់ចាំបាច់ត្រូវតែមាន file 2 3ដើម្បីធ្វើ Xgraph ទេប៉ុន្តែចង់ប្រាប់ថាអាពីរហ្នឹងវាប្រហាក់ប្រហែលគ្នាឬក៏អាចនិយាយថាវាដូចគ្នាតែម្ដងមែនទេអញ្ចឹងបើសិនជាទាំងអស់គ្នាចង់ធ្វើ style តាមនេះយើងអាចធ្វើបានមែនទេបាទឥឡូវនេះយើងដំបូងឡើយយើងគ្រាន់តែចុចនៅត្រង់កន្លែងនេះមកណាកន្លែងសញ្ញាបូកនេះឬក៏យើងហៅថា new drawing អញ្ចឹងណាបាទហើយជាចំណុចបន្ទាប់ទៀតយើងចុចពាក្យថា unit មែនទេយើងចុច unit មក UN ខ្ញុំ zoom ឲ្យតូចសិនមកធំសិនមក enter ឬក៏ space មែនទេប្រហែលទៀតយើងរើសនៅត្រង់កន្លែងលេខ 0.00 នេះយើងយក0តេមកហើយកន្លែង unit នេះយើងយក feet ឬក៏ mét ឬក៏ mile ឬក៏ centimeter នេះទៅតាមអ្វីដែលបងប្អូនប្រើប្រាស់អញ្ចឹងណាអញ្ចឹងនេះខ្ញុំប្រើតែ millimeter ទេខ្ញុំយកអញ្ចឹងមកខ្ញុំយក OK មកបាទបន្តមកទៀតអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងត្រូវតែចុច shortcut key មួយដែលមានឈ្មោះថា XF មែនទេអញ្ចឹង enter មកប្រហែលវានឹងលោតផ្ទាំងបែបនេះមកឲ្យត្រូវទេបាទអញ្ចឹងនៅពេលដែលលោតផ្ទាំងបែបហ្នឹងមកឲ្យយើងគ្រាន់តែនេះមកណាយើងគ្រាន់តែចុចនៅត្រង់កន្លែងនេះប៉ុន្តែបើសិនជាតាក់ទងទៅនឹងបងប្អូនមួយចំនួនគាត់អត់មានដូចខ្ញុំអញ្ចឹងណាទីហោថាឥឡូវបែបនេះគាត់ចេញមកបែបហ្នឹងអញ្ចឹងវាអត់ជាពិបាកទេយើងគ្រាន់តែទាញនៅត្រង់កន្លែងនេះមកហើយយើងយកមកដាក់លេខនេះមកអញ្ចឹងវាចេញបែបហ្នឹងមកឲ្យដូចខ្ញុំអញ្ចឹងហើយណាជាកិច្ចបន្ទាប់ទៀតយើងត្រូវចុចនៅត្រង់កន្លែងនេះ attack DWG ចុចនៅត្រង់កន្លែងហ្នឹងមកយើងយកពាក្យថា attack DWG ម្ដងទៀតហើយប្រមទៀតយើងត្រូវតែទៅរកអា file ទី1 file នេះណា file នេះអញ្ចឹងអា file ហ្នឹងយើង save ទុកនៅត្រង់កន្លែងណាអញ្ចឹងយើងត្រូវតែទៅរកវាឲ្យឃើញណាបើរកអត់ឃើញនេះគឺយើងអត់អាច Xgraph វាកើតទេណាអញ្ចឹងវិធីសាស្ត្រមានតែ block វាទៅណាស្រួលជាងបន្តមកទៀតយើងចុចនៅត្រង់កន្លែងហ្នឹងមកណាហើយខ្ញុំយកពាក្យថា open មកបាទហើយបន្តទៀតយើងមើលសិនណាយើងមើលសិនតើវាមានលក្ខខណ្ឌកន្លែងណាដែលត្រូវកែឡើយនេះមីលីម៉ែត្រត្រូវហើយអញ្ចឹងយើងអត់មានអីត្រូវចាំបាច់ត្រូវកែទេយើងគ្រាន់តែអូខេមកវាលោតឲ្យផ្ទាំងមកមួយទៀតអីត្រូវទេអញ្ចឹងអានេះយើងចុចនៅត្រង់កន្លែងណាក៏បានដែរអត់បញ្ហាទេហើយយើង zoom វាមករមក វារមកនេះនៅត្រង់កន្លែងនេះឃើញទេបាទអានេះយើងអាចនិយាយបានថាវាអាចធ្វើឲ្យប្លង់យើងរៀងស្រាលបន្តិចដែរណាវាអាចថាគ្រាន់បើជាង block វាអាចថាតឹងជាងនេះបាទតឹងជាងនេះហើយចានេះបើសិនជាយើងលក្ខខណ្ឌនៅក្នុងនេះបើសិនជាយើងកែបើសិនជាយើងអីយើងកែនៅក្នុងប្លង់ original របស់យើងទីហោអញ្ចឹងទីហោតើយើងកែអញ្ចឹងខ្ញុំលុបនេះចោលទីហោចឹងអានេះក៏វាទៅតាមដែរប៉ុន្តែទីហោឥឡូវវាអត់តទៅតាមតែគាត់អញ្ចឹងបើសិនជាយើង save នេះមួយសិនមកទីហោខ្ញុំ save នេះមួយសិនមកអញ្ចឹងនៅត្រង់កន្លែងនេះវានឹង load កន្លែងសញ្ញាអុចទីនេះមកឲ្យឯងត្រូវទេបាទអញ្ចឹងអានេះយើងគ្រាន់តែចុចនៅត្រង់កន្លែងហ្នឹងមកយើងយកពាក្យថា re-upload ណា reload អញ្ចឹងនៅត្រង់កន្លែងដែលយើងត្រូវលុបឬក៏យើងត្រូវកែគឺវាទៅដោយអូតូឯងបានន័យថា original របស់វានេះវាលុបXgraph របស់វានេះក៏ត្រូវលុបដែរអញ្ចឹងដើម្បីបានប្លង់នឹងយើងមកប្រើយើងគ្រាន់តែ control អក្សរ S មក
ហើយយើងរកទីតាំងណាដែលកន្លែង save មកយើងដាក់ថា MEP design ឬក៏ lighting design ឬក៏ plumbing design ទៅបាទលើដាក់ MEP design ទៅទីហោគេមានដាក់ចេះ lighting design ទៅចឹងអាហ្នឹងខ្ញុំ save មួយទៅគឺវាចប់សាច់គ្រឿងអីថាគេបាទចឹងខ្ញុំបាន file xgraph មួយប៉ុណ្្នឹងឯងឃើញអត់ហើយខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងយល់ហើយវីដេអូវាមានថាប៉ុណ្្នឹងទេណាអរគុណច្រើនដល់អ្នកនេះណាហើយបើសិនជាមានអីថ្មីប្លែកៗខ្ញុំនឹងប្រាប់ទាំងអស់គ្នាទៀតកុំភ្លេចចុច follow Facebook ខ្ញុំហើយនិង YouTube ខ្ញុំផងណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ